ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលត្រូវការដើមដំឡូងជ្វាបងប្អូនតែងតែសួរខ្ញុំថាតើពេលណាបានគឿសដំឡូងជ្វានឹងលក់ពួកបងប្អូនត្រូវការដើមយកទៅដាំអញ្ចឹងបើបងប្អូនត្រូវការគឺខ្ញុំចាប់ដើមគឿសលក់ឲ្យបងប្អូនអញ្ចឹងខ្ញុំបងប្អូនត្រូវការដើមប្រហែលពឿនបាច់បងប្អូនអាចទំនាក់ទំនងមកខ្ញុំបានលេខទូរស័ព្ទខ្ញុំដាក់នៅខាងលើបងប្អូនមានលេខ Smart ហើយនិងលេខ Share Card អញ្ចឹងបងប្អូនឆាប់តាក់ទងមកខ្ញុំមកបងប្អូនហើយមួយវិញទៀតខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាំចាប់ពីមហាត់ឡើងទៅបងប្អូនព្រោះថាបងប្អូនដាំពីមហាត់ឡើងទៅខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាំចាប់ពីមហាត់ឡើងទៅព្រោះយើងមានទីផ្សារដែលស្រួលលក់បងប្អូនចាប់ពីមហាត់ឡើងទៅបងប្អូនដាំត្រឹមកន្លះហាត់អីបងប្អូនអាចរកទីផ្សារដោយខ្លួនឯងបានអញ្ចឹងហើយមួយវិញទៀតបើបងប្អូនបានទិញពូជដើមដំឡូងជ្វាការ៉ុតនឹងពីខ្ញុំទៅបងប្អូនគឺបងប្អូនចង់ពិភាក្សាពីការថែទាំការដាក់ជីគឺខ្ញុំមានលក់ជីទីដែរបងប្អូនអញ្ចឹងហើយបងប្អូនចង់ពិភាក្សាពីរឿងដាក់ជីធ្វើម៉េចឲ្យទទួលបានមើមធំទិន្នផលល្អទិន្នផលច្រើនក៏បងប្អូនអាចពិភាក្សាជាមួយខ្ញុំបានដែរបងប្អូនមុននឹងបងប្អូនទិញដើមគឺខ្ញុំពិភាក្សាជាមួយបងប្អូនពីការថែទាំអញ្ចឹងណាបងប្អូនហើយពូជដំឡូងជ្វាហ្នឹងគឺយើងដាំតែរយៈពេល3ខែឬក៏2ខែកន្លះ2ខែ70ថ្ងៃទេបងប្អូនអញ្ចឹងគឺថាអត់ចំណាយពេលវេលាយូរទេតែ3ខែហ្នឹងគឺយើងអាចទទួលបានផលហើយបងប្អូនអញ្ចឹងដំឡូងជ្វាហ្នឹងគឺថាដាំស្រួលការថែទាំក៏ស្រួលដែរបងប្អូនហើយទីផ្សារក៏ល្អទៀតអញ្ចឹងហើយបើបងប្អូនចង់បានបងប្អូនចង់ដាំបងប្អូនដាំចាប់ពីមហាត់ឡើងទៅបងប្អូនហើយមួយវិញទៀតសម្រាប់បងប្អូនត្រូវការពូជយកទៅដាំគឺបងប្អូនត្រូវជូតដីហើយធ្វើរងធ្វើអីឲ្យស្អាតសិនណាបងប្អូនយើងត្រូវភ្ជួរដីចំនួន2ដងរួចហើយគប់រងម្ដងទៀតទាំងអស់3ដងអញ្ចឹងហើយយើងត្រូវធ្វើរងឲ្យស្អាតសិនឲ្យមានរងដំឡូងសិនសម្រាប់យើងទិញដើមយកទៅដាំទិញទៅគឺយកទៅដាំទាំងម្ដងណាបងប្អូនហ្នឹងឯងហើយមួយវិញទៀតដើមដំឡូងជ្វានឹងគឺបើបងប្អូនមានដីដឺបងប្អូនអាចដាំបានទាំងប្រាំងទាំងភាសាយើងដាំបានវិលជុំមកបងប្អូនអញ្ចឹងគឺថាយើងអត់បាក់ទៅចំណាក់ស្រុកទេអញ្ចឹងហើយយើងបានដាំដំឡូងជ្វាអញ្ចឹងគឺល្អខ្លាំងបងប្អូនដាំក៏ស្រួលការថែទាំក៏ស្រួលហើយបើបងប្អូនមានដីដឺទៀតរត់ទៅស្រួលបងប្អូនដាំវិលជុំតែម្ដងយើងដាំខែប្រាំងយើងដាំប្រើដំណក់ទឹកខែភាសាយើងដាំប្រើទឹកភ្លៀងអញ្ចឹងហើយបងប្អូនឃើញថាវិលជុំល្អទេអញ្ចឹងហើយគឺប្រាក់ចំណូលយើងក៏វិលជុំដែរបងប្អូនអរគុណច្រើនបាយបាយ